ម៉ែបងប្អូនជាទីគោរពរាប់អានលោកអានូទីននាយករដ្ឋមន្ត្រីថៃបានប្រកាសច្បាស់ថាលោកនឹងរំលាយសភានៅថ្ងៃទី31ខែមករាដើមឆ្នាំ2026ដល់ខ្លីខាងមុខនេះបាទដូច្នេះនេះគឺជាព័ត៌មានច្បាស់ការនេះគឺជាព័ត៌មានច្បាស់លាស់ដោយសារតែសារព័ត៌មាន The Nation របស់ថៃបានចុះផ្សាយនៅថ្ងៃទី2ខែធ្នូនេះបញ្ជាក់សម្ដីរបស់លោកអានូទីនឆានវីរគុលថាលោកនឹងរំលាយសភានៅថ្ងៃទី31ខែមករាដល់ខ្លីខាងមុខនេះចូលដល់ឆ្នាំ2026ដូច្នេះយើងចោទសួរថាតើអ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃទី33នាឆ្នាំ2026ជាក់ស្ដែងបើយើងពិនិត្យមើលទៅលើគណៈបកធំនៅលើទឹកដីថៃនាពេលបច្ចុប្បន្នដែលជាគណៈបកមានការប្រកួតប្រជែងគ្នាខ្លាំងនៅលើទឹកដីថៃនេះគឺយើងមើលឃើញមានតែ3គណៈបកទេបាទទី1គឺគណៈបកភូមិចៃថៃរបស់លោកអានូទីនឆានវីរគុលនេះតែម្ដងដែលកំពុងតែកាន់អំណាចដែលកំពុងតែបំរើប្រជាជននៅអំឡុងពេល4ខែបាទនៅអំឡុងពេល4ខែដែលបានអះអាងដែលបានសន្យាជាមួយនឹងគណៈបកប្រជាជនថានឹងរំលាយសភាដែលនៅពេលនេះគឺលោកបានប្រកាសឲ្យថារំលាយនៅខែមករានៅថ្ងៃទី31ខែមករាឆ្នាំ2026គណៈបកទី1ចំណែកឯគណៈបកទី2ដែលមានប្រជាប្រិយភាពអាចប្រកួតប្រជែងកៅអីនាយករដ្ឋមន្ត្រីបានគឺគណៈបកភឿថៃបាទយើងដឹងហើយថាគណៈបកភឿថៃក៏ជាគណៈបកមួយដែលមានប្រជាប្រិយភាពខ្លាំងនៅលើទឹកដីថៃដែរដែលធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្ត្រីជាច្រើនអ្នកដែរនៅក្នុងត្រកូលរបស់លោកថាក់ស៊ីននៅក្នុងត្រកូលថាក់ស៊ីនតែម្ដងដែលយើងបានឃើញក៏ប៉ុន្តែដោយសារតែមួយរយៈកាលចុងក្រោយនេះបកភឿថៃហាក់ចាប់ផ្ដើមធ្លាក់ចុះនៅប្រជាប្រិយភាពរបស់ខ្លួនប្រជាប្រិយភាពគឺហាក់ធ្លាក់ចុះដោយសារតែមានភាពចម្រូងចម្រាសដោយសារតែមានបញ្ហាដោយសារតែសាងចំនួនជាមួយកម្ពុជាផងដែរក៏ប៉ុន្តែត្រកូលថាក់ស៊ីនគឺបានដកខ្លួនចេញហើយបាទដែលមានន័យថាលោកស្រីផែថងថានគឺបានប្រកាសចាក់ចេញពីប្រធានគណៈបកភឿថៃហើយជំនួសមកវិញនៅប្រធានគណៈបកថ្មីធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីប្រកួតប្រជែងនាឆ្នាំ2026ខាងមុខនេះបាទនេះគឺជាគណៈបកទី2និងគណៈបកទី3ដែលគេរំពឹងថានឹងប្រកួតប្រជែងខ្លាំងគឺគណៈបកប្រជាជនរបស់ថៃបាទគណៈបកប្រជាជនរបស់ថៃដោយដែលយើងដឹងហើយថាជាបកមួយដែលមានសម្លេងសភាច្រើនមានសម្លេងសភាច្រើនហើយថែមទាំងមានការគ្រប់គ្រងខ្លាំងទៅទៀតបាទមួយរយៈកាលចុងក្រោយនេះបកប្រជាជនត្រូវបានទទួលស្គាល់ថាជាបកមួយដែលមានឥទ្ធិពលទាំងនៅក្នុងសម្លេងសភាទាំងការគ្រប់គ្រងរបស់ប្រជាជនគឺមានការកើនឡើងមានការស្ទុះហក់ឡើងដ៏គួរឲ្យកត់សម្គាល់បាទដូច្នេះបកទាំង3នេះគឺយើងអាចសន្និដ្ឋានបានថាគឺនឹងមានបកណាមួយឈ្នះនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះបាទដែលគេលើកឡើងថានីតិវិធីនៃការបោះឆ្នោតនៅលើទឹកដីថៃគឺអាចនឹងចាប់ផ្ដើមធ្វើឡើងនៅខែមិនិនាឬក៏បន្តចូលដល់ខែមេសាបាទនីតិវិធីនៃការបោះឆ្នោតហើយការបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃដើម្បីដឹកនាំថៃគឺអាចនឹងកើតឡើងបាទអាចនឹងកើតឡើងនៅពាក់កណ្ដាលឆ្នាំ2026ពោលគឺអាចនឹងកើតឡើងនៅក្នុងខែកក្កដាដែលរដ្ឋាភិបាលថ្មីនឹងអាចកើតមានឡើងបាទនឹងអាចកើតមានឡើងដូច្នេះយើងចោទសួរថាតើក្នុងចំណោមបកទាំង3អ្នកណានឹងអាចដណ្ដើមកៅអីនាយករដ្ឋមន្ត្រីថ្មីទី33របស់ថៃបានបាទដូច្នេះយើងពិនិត្យមើលបាទយើងពិនិត្យមើលទៅលើតួអង្គនៃបកសំខាន់ទាំង3នេះទៅលើគណៈបកភូមិចៃថៃរបស់លោកអានូទីនទៅលើគណៈបកប្រជាជនបាទរបស់លោកណាត់ថាផុងរឿងផាត់យ៉ាវុធជាដើមបាទក៏ដូចជាបកភឿថៃដែលទើបតែតែងតាំងនៅប្រធានបកថ្មីគឺលោកចាឡាប៉ុនអាមុនវីវ៉ាន់បាទដែលជាប្រធានថ្មីអ្នកទាំង3នេះគឺជាបេក្ខភាពនាយករដ្ឋមន្ត្រីគឺជាបេក្ខជននាយករដ្ឋមន្ត្រីដែលនឹងប្រកួតប្រជែងគ្នានាឆ្នាំ2026ដ៏ខ្លីខាងមុខនេះក៏ប៉ុន្តែយើងចោទសួរថាតើអ្នកណាដែលមានប្រជាប្រិយភាពខ្លាំងជាងគេនៅក្នុងចំណោមបកទាំង3នេះបាទធៀបពិតទៅមិនមែនមានតែបក3នេះទេដែលប្រកួតប្រជែងគឺមានបកច្រើនទៀតក៏ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំលើកឡើងតែបក3ទេដោយសារតែខ្ញុំសន្និដ្ឋានថាមានតែបក3នេះទេដែលប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះបាទឥឡូវយើងពិនិត្យមើលទៅលើប្រជាប្រិយភាពរបស់គណៈបក
ภูมิใจไทយរបស់លោកអនុទានដែលកំពុងតែកាន់អំណាចនាពេលបច្ចុប្បន្ននេះថាតើអាចទាញប្រជាប្រិយភាពថាតើអាចទាញសម្លេងគាំទ្រពីប្រជាជនបានកម្រិតណាបាទជាក់ស្ដែងយើងមើលឃើញថាក្រោយពេលដែលគណៈបកភូមិใจไทយរបស់អនុទានកាន់តំណែងជានាយករដ្ឋមន្ត្រីមានលោកអនុទានគឺជាប្រធានបកជាអ្នកបង្កើតរដ្ឋាភិបាលដឹកនាំគឺចាប់ផ្ដើមកើតមាននៅប្រជាប្រិយភាពកាន់តែខ្លាំងឡើងបាទមានការស្គាល់ច្រើននៅកេរ្តិ៍ឈ្មោះរបស់លោកអនុទានក៏ប៉ុន្តែទន្ទឹមនឹងការស្គាល់លោកអនុទានមកដល់នឹងម៉ោងនេះក៏មានរឿងចម្រូងចម្រាសបាទក៏មានការរិះគន់ច្រើនទៅលើលោកអនុទានឆានវីរៈកុលដែរជាក់ស្ដែងដោយដែលយើងឃើញហើយថាមានការលើកឡើងពាក់ព័ន្ធទៅនឹងអំពើពុករលួយពាក់ព័ន្ធទៅនឹងការឆបោកតាមអ៊ីនធឺណិតដែលគេលើកឡើងថាលោកអនុទានមន្ត្រីរបស់លោកអនុទាននៅពីក្រោយអំពើឆបោកបាទអំពើជួញដូរមនុស្សជាដើមលើពីនេះទៀតតាក់ទងទៅនឹងការប្រតិកម្មទៅលើលោកអនុទានក្រោយពេលដែលអនុទានបានលើកឡើងថាប្រជាជនថៃក៏បានចូលទៅរស់នៅលើទឹកដីប្រជាជនកម្ពុជាដែរលើទឹកដីប្រទេសកម្ពុជាដែរការលើកឡើងបែបនេះរបស់លោកអនុទានគឺបានធ្វើឲ្យប្រជាជនថៃប្រតិកម្មរិះគន់មិនសំចៃមាត់ទៅនឹងលោកអនុទានរហូតធ្វើឲ្យអនុទានចេញមុខសូមទោសបាទទៅនឹងប្រជាជនថៃទៅទៀតដូច្នេះមានរឿងរ៉ាវកើតមានឡើងជាបន្តបន្ទាប់ជាក់ស្ដែងដូចជានៅពេលចុងក្រោយនេះបញ្ហាគ្រោះទឹកជំនន់ដែលកើតមានឡើងនៅលើទឹកដីថៃគឺអនុទានរងការរិះគន់យ៉ាងច្រើនសម្បើមរងការរិះគន់ថាបានបិទនៅព័ត៌មានមនុស្សស្លាប់ថាបានបិទនៅជនរងគ្រោះដោយសារតែទឹកជំនន់ដូចជាដើមហើយក៏បានធ្វើការប៉ាន់ស្មានប៉ាន់ប្រមាណទៅលើមតិរបស់ប្រជាជនដែលគាំទ្រអនុទានគឺគេមើលឃើញថាមានការធ្លាក់ចុះបាទមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតំបន់ដែលរងគ្រោះមិនថាតំបន់រងគ្រោះទេតំបន់ទាំងឡាយខេត្តទាំងឡាយនៅលើទឹកដីថៃសម្លេងរបស់អនុទានគឺចាប់ផ្ដើមធ្លាក់ចុះបាទគឺចាប់ផ្ដើមធ្លាក់ចុះបាទដូច្នេះគេអាចប៉ាន់ប្រមាណបានថាលោកអនុទានគឺអាចនឹងធ្លាក់ពីកៅអីនាយករដ្ឋមន្ត្រីរបស់ថៃនាឆ្នាំ2026ដ៏ខ្លីខាងមុខនេះក៏ប៉ុន្តែនេះគ្រាន់តែជាការព្យាករណ៍នេះគ្រាន់តែជាការលើកឡើងបែបធ្វើតេស្តសាកល្បងតែប៉ុណ្ណោះក៏ប៉ុន្តែវាអាស្រ័យទៅលើកត្តាជាក់ស្ដែងធាតុពិតជាក់ស្ដែងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតបាទថាតើគណៈបកភូមិใจไทยរបស់លោកអនុទាននឹងប្រើប្រាស់យុទ្ធសាស្ត្រសន្យាបែបណាឃោសនាបែបណាទាក់ទាញប្រជាជនថៃបែបណាបាទអាចឈ្នះឆ្នោតឬក៏មិនឈ្នះឆ្នោតតែប៉ុណ្ណោះបាទនេះគឺគណៈបករបស់លោកអនុទានដែលកំពុងតែកាន់អំណាចរយៈពេល4ខែនាពេលនេះមានទាំងរឿងវិជ្ជមាននិងមានទាំងរឿងអវិជ្ជមានច្រើនទី2គឺគណៈបកប្រជាជនរបស់ថៃបាទដោយដែលយើងបានដឹងហើយថាគណៈបកប្រជាជនគឺជាគណៈបកមួយដែលមានសម្លេងសភាច្រើននៅក្នុងសភាមានសម្លេងច្រើននៅក្នុងសភាហើយថែមទាំងមានការគ្រប់គ្រងពីសំណាក់ប្រជាជនរបស់ថៃច្រើនទៅទៀតគណៈបកប្រជាជនគឺចាប់ផ្ដើមមានការគ្រប់គ្រងយ៉ាងច្រើនបាទភ្លុកទឹកភ្លុកដីខ្លាំងនៅលើទឹកដីថៃជាពិសេសនៅក្នុងទីក្រុងបាងកកផ្ទាល់តែម្ដងដែលមានការគ្រប់គ្រងដ៏គួរឲ្យកត់សម្គាល់មិនត្រឹមតែប៉ុណ្ណោះទេនាពេលនេះយើងមើលឃើញថាយុទ្ធនាការនៃការស្វែងរកសម្លេងឆ្នោតរបស់គណៈបកប្រជាជននឹងគឺចាប់ផ្ដើមកើតមានឡើងជាបន្តបន្ទាប់ចេញគោលនយោបាយជាបន្តបន្ទាប់រិះគន់ទៅលើរដ្ឋាភិបាលរបស់លោកអនុទានហើយក៏មានការគាំទ្រច្រើនជាពិសេសនៅក្នុងសកម្មភាពនៃការបន្តជួយសង្គ្រោះប្រជាជនដែលលិចលង់នៅក្នុងគ្រោះមហន្តរាយនៅភាគខាងត្បូងទឹកដីថៃជាដើមគឺមានការគាំទ្រច្រើនពីប្រជាជនដែលគេប៉ាន់ប្រមាណថានាឆ្នាំ2026ក្រោយពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណៈបកប្រជាជនគឺនឹងធ្វើឲ្យមានសម្លេងគាំទ្រពីប្រជាពលរដ្ឋច្រើនបាទភ្លុកទឹកភ្លុកដីដែលអាចយកឈ្នះបណ្ដាបកទាំងឡាយនៅលើទឹកដីថៃក៏ថាបានបាទដោយសារតែភាពរឹងមាំរបស់ខ្លួននៅក្នុងសហភាពផងដោយសារតែមានការគាំទ្រពីសំណាក់ប្រជាជនកាន់តែច្រើនសម្រាប់គណៈបកប្រជាជនផងដែលបង្ហាញពីគោលនយោបាយផ្សះផ្សាដែលបង្ហាញពីគោលនយោបាយនៃការធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃមានការរីកចម្រើនផ្សះផ្សានៅចំនួនទាំងឡាយដែលមានការកើតឡើងជាដើមដូច្នេះគេប៉ាន់ប្រមាណថាគណៈបកប្រជាជនក៏ជាគណៈបកមួយដ៏មានប្រជាប្រិយភាពបាទក្នុងការដណ្ដើមនៅកៅអីនាយករដ្ឋមន្ត្រីនាពេលដ៏ខ្លីខាងមុខនេះផងដែរនេះគឺជាគណៈបកទី2បាទខ្ញុំសូមសង្ខេបទេចូលមកដល់គណៈបកទី3គឺគណៈបកភឿថៃរបស់ត្រកូលថាក់ស៊ីនដែលទើបតែចាកចេញពីតំណែងបាទយើងដឹងហើយថាត្រកូលថាក់ស៊ីននារយៈពេលចុងក្រោយនេះគឺធ្លាក់ចុះ
លោកថាស៊ីនគឺកំពុងតែជាប់ពន្ធនាគារចំណែកឯផែថងឋានគឺបាត់បង់នៅប្រជាប្រិយភាពច្រើនបាត់បង់ប្រជាប្រិយភាពហើយថែមទាំងបានដកខ្លួនចេញពីប្រធានគណៈបកបើកឱកាសឲ្យអ្នកថ្មីប្រកួតប្រជែងនៅក្នុងបេក្ខភាពកៅអីនាយករដ្ឋមន្ត្រីដូច្នេះគណៈបកភឿថៃក៏កំពុងតែកសាងនៅប្រជាប្រិយភាពរបស់ខ្លួននៅតាមតំបន់នានានៅតាមបណ្ដាខេត្តនានាបាទបន្តិចម្ដងទម្រាំចូលដល់យុទ្ធនាការនៃការឃោសនាបោះឆ្នោតគេក៏រំពឹងថាគណៈបកភឿថៃក៏អាចមានសន្ទុះប្រកួតប្រជែងបាទជាមួយនឹងបណ្ដាបកពីរទៀតគឺបកភូមិចៃថៃនិងបកប្រជាជនរបស់ថៃផងដែរបាទដូច្នេះគឺវាអាស្រ័យនៅរង្វង់ប៉ុន្មានខែខាងមុខនេះក្រោយពេលដែលសភាត្រូវបានរំលាយនីតិវិធីនៃការឃោសនាចាប់ផ្ដើមកើតមានឡើងជិតដល់ថ្ងៃបោះឆ្នោតគឺគេអាចប៉ាន់ប្រមាណបានហើយបាទគឺគេអាចធ្វើការសាកល្បងដឹងហើយថាតើបកណានឹងអាចឈ្នះឆ្នោតបាទបកណានឹងអាចទាញសម្លេងគ្រប់គ្រងពីប្រជាជនច្រើនជាងគេបាទគឺអាចបកភូមិចៃថៃរបស់លោកអនុទានគឺអាចបកប្រជាជនរបស់លោកណាត់តផុងគឺអាចបកភឿថៃរបស់លោកជូឡាប៉ុនបាទដែលជាការប្រកួតប្រជែងគ្នាដែលជាសមរភូមិដែលនឹងកើតមានឡើងនាពេលដ៏ខ្លីខាងមុខនេះដូច្នេះគឺមានដំណាក់កាលនីតិវិធីច្រើនទៀតបាទនៅលើទឹកដីថៃនីតិវិធីនៅពេលដែលឈ្នះឆ្នោតប្រជាជនគ្រប់គ្រងហើយគឺត្រូវទាមទារឲ្យមានសម្លេងនៅក្នុងសភាពេញលេញទៅទៀតបាទសម្លេងពេញលេញនៅក្នុងសភាទៅទៀតដូច្នេះហើយបានជាយើងមើលឃើញថាបណ្ដាបកនានាទាំងឡាយគឺចាប់ផ្ដើមកសាងនៅសម្ព័ន្ធភាពជាបណ្ដាមិនថាបករបស់លោកអនុទានគឺចាប់ផ្ដើមគៀងគរទាញប្រជាប្រិយភាពសូមការគ្រប់គ្រងពីបណ្ដាបកនានានៅក្នុងសភាបកប្រជាជនគឺជាបកមួយដ៏មានសម្លេងច្រើនក៏ប៉ុន្តែក៏ទាមទារឲ្យមានការចូលរួមពីបណ្ដាបកទាំងឡាយបង្គ្រប់ក្រមដើម្បីបង្កើតរដ្ឋាភិបាលដូចគ្នាបកភឿថៃដូចគ្នាគឺទាមទារឲ្យមានការចូលរួមពីបណ្ដាបកទាំងឡាយទើបអាចមានសម្លេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលនាពាក់កណ្ដាលឆ្នាំ2026បាទពោលគឺអាចនឹងកើតឡើងនៅខែកក្កដាដូច្នេះយើងមានតែរងចាំមើលទេថាតើបកណានឹងអាចដណ្ដើមកៅអីនាយករដ្ឋមន្ត្រីក្លាយជានាយករដ្ឋមន្ត្រីថ្មីទី33របស់ថៃបាទនេះគឺជាអ្វីដែលខ្ញុំសង្ខេបបែបខ្លីគោរពជម្រាបជូនលោកអ្នកតាក់ទងទៅនឹងបក3នៅលើទឹកដីថៃដែលអាចប្រកួតប្រជែងគ្នាដណ្ដើមកៅអីនាយករដ្ឋមន្ត្រីបានបាទទន្ទឹមនឹងការចោទសួរបែបនេះបាទឲ្យយើងពិនិត្យមើលទៅលើរដ្ឋាភិបាលសពថ្ងៃរបស់លោកអនុទានបាទរបស់លោកអនុទានរបស់បកភូមិចៃថៃដែលកំពុងតែដឹកនាំនាពេលនេះមួយរយៈកាលចុងក្រោយនេះគឺចាប់ផ្ដើមធ្លាក់ចុះនៅប្រជាប្រិយភាពខ្លាំងមែនទែនបើតាមអ្វីដែលយើងពិនិត្យមើលឃើញជាក់ស្ដែងដោយដែលខ្ញុំបានជម្រាបថាបញ្ហាគឺកើតមានឡើងជាបន្តបន្ទាប់ការចោទប្រកាន់ទៅលើរដ្ឋបាលរបស់លោកអនុទានគឺកើតមានឡើងជាបន្តបន្ទាប់បន្ទុកទាំងឡាយបញ្ហាទាំងឡាយសេដ្ឋកិច្ចមានការធ្លាក់ចុះភ្ញៀវទេសចរក៏មានការធ្លាក់ចុះដោយសារតែបញ្ហាក្តីសង្គ្រាមក្តីភាពអសកម្មនៅលើទឹកដីថៃអសន្តិសុខគឺកើតមានឡើងនៅលើទឹកដីថៃជាក់ស្ដែងនៅថ្ងៃទី2នេះផ្ទាល់តែម្ដងអង្គការឃ្លាំមើលសិទ្ធិមនុស្សគឺបានទឿនឲ្យភាគីថៃបាទគឺបានជំរុញឲ្យភាគីថៃដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនៅលើទឹកដីថៃនេះតែម្ដងដោយសារតែគេមើលឃើញថាថៃគឺជាប្រទេសមួយដែលជាប់លេខរៀងទី5លើការរំលោភសិទ្ធិមនុស្សទូទាំងពិភពលោកតែម្ដងបាទជាប់លេខរៀងទី5ហើយសម្រាប់នៅក្នុងតំបន់អាស៊ីយើងនេះគឺជាប់លេខរៀងទី1ដែលមានន័យថាថៃជាប់លេខ1ខាងរំលោភសិទ្ធិមនុស្សខាងបោកប្រាស់បាទខាងធ្វើឲ្យអសន្តិសុខសម្រាប់ភ្ញៀវទេសចរទាំងឡាយនៅពេលដែលគេឈានជើងចូលទៅលើទឹកដីថៃបាទដូច្នេះថ្មបាក់ធ្លាក់មកលើរដ្ឋបាលរបស់លោកអនុទានបាទដែលទទួលបន្ទុករ៉ាប់រងដែលទទួលការចោទប្រកាន់ដែលកំពុងតែធ្លាក់ប្រជាប្រិយភាពដ៏សម្បើមដូច្នេះយើងមើលឃើញថាបញ្ហាដែលកើតមានឡើងនៅលើទឹកដីថៃនាពេលបច្ចុប្បន្នរដ្ឋបាលរបស់លោកអនុទានកំពុងតែដោះស្រាយក៏ប៉ុន្តែការរិះគន់ពីសំណាក់ប្រជាជនថៃនឹងគឺច្រើនជាងអ្វីដែលជាការកោតសរសើរបាទដោយសារតែបញ្ហាជុំទិសឆ្វេងស្ដាំលិចកើតជើងត្បូងគឺកើតឡើងគ្រប់បែបយ៉ាងចំនួនដែលកើតមានឡើងជាមួយកម្ពុជាក៏មិនទាន់បានដោះស្រាយស្រេចបាច់ចំនួនដែលកើតមានឡើងថ្មីជាមួយមីយ៉ាន់ម៉ាដែលធ្វើឲ្យមានការបិទព្រំដែនជាបន្តបន្ទាប់គឺចាប់ផ្ដើមកើតមានឡើងបណ្ដាប្រទេសទាំងឡាយដែលធ្លាប់គ្រប់គ្រងសេដ្ឋកិច្ចទំនិញរបស់ថៃគឺចាប់ផ្ដើមកាត់ផ្ដាច់បាទដូច្នេះបន្ទុកទាំងឡាយការរិះគន់ទាំងឡាយគឺធ្លាក់មកលើរដ្ឋបាលរបស់លោកអនុទានស្របពេលនឹងភាពល្បីល្បាញប្រជាប្រិយកើតមានឡើងក៏ស្របពេលទៅនឹងការរិះគន់កើតមានឡើងដូចគ្នាដូច្នេះសរុបជារួមមកបាទនៅឆ្នាំ2026
មិនថាអ្នកណាខ្លាយទៅជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃទី33ទេអ្វីដែលកម្ពុជាចង់បានគឺអ្នកដែលឡើងថ្មីនោះគឺអាចដោះស្រាយបញ្ហាជាមួយកម្ពុជាបានដោយសន្តិវិធីអាចដោះស្រាយបញ្ហាជាមួយកម្ពុជាបានដោយល្អប្រសើរតាមរយៈដំណោះស្រាយអហិង្សាតាមរយៈការគោរពទៅនឹងច្បាប់អន្តរជាតិនៅលើចំនួនដែលកំពុងតែកើតមានឡើងនាពេលបច្ចុប្បន្ននាអតីតកាលនោះឯងបាទដូច្នេះយើងរំពឹងថាក្រោយពេលនាយករដ្ឋមន្ត្រីថ្មីរបស់ថៃឡើងកាន់តំណែងមិនថាបកភូមិใจថៃមិនថាបកភឿថៃឬក៏មិនថាបកប្រជាជននោះទេគឺអាចដោះស្រាយបញ្ហាជាមួយកម្ពុជាអាចធ្វើឲ្យស្ថានភាពវិលទៅរកភាពប្រក្រតីនិងភាពល្អប្រសើរឡើងវិញបានបាទដូច្នេះខ្ញុំមានតែបន្តរងចាំមើលនិងបន្តធ្វើបច្ចុប្បន្នភាពគោរពជំរាបជូនលោកអ្នកបន្តទៀតទាក់ទងទៅនឹងស្ថានភាពនយោបាយនៅលើទឹកដីថៃដែលផ្សារភ្ជាប់ចំនួនជាមួយនឹងកម្ពុជាក៏ដូចជាដំណោះស្រាយជាមួយនឹងកម្ពុជាបាទសូមអរគុណ